breaking អ្នកនយោបាយថៃគ្រប់នីនាការកំពុងដាក់សម្ពាធឲ្យអ្នកស្រីផែថងឋានស៊ីណាវ៉ាត់ចោះចេញពីតំណែងភ្លាមក្រោយពីមានការបែកធ្លាយសារសម្លេងនិយាយគ្នាតាមទូរស័ព្ទរបស់នាយករដ្ឋមន្ត្រីថៃផែថងឋាននិងប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចហ៊ុនសែនមកក្រុមអ្នកនយោបាយថៃមកពីគ្រប់នីនាការបានរំពាវនាវឲ្យលោកស្រីផែថងឋានចោះចេញពីតួនាទីឬរំលាយសភាដើម្បីរៀបចំបោះឆ្នោតឡើងវិញលោកណាត់ថាផុងរឿងបញ្ញាវុធប្រធានគណៈបកប្រជាជននិងជាប្រធានក្រុមតំណាងរាษฎរសម្លេងភាគតិចក្នុងរដ្ឋសភាដែលជាបកមានអាសន្ន143បានស្នើឲ្យអ្នកស្រីផែថងឋានប្រញាប់រំលាយសភាដើម្បីបោះឆ្នោតជាថ្មីព្រោះលោកព្រួយបារម្ភពីពួកយោធាប្រើលេសនេះដើម្បីធ្វើរដ្ឋប្រហារទម្លាក់លោកស្រីហើយប្រទេសថៃអាចធ្លាក់ក្នុងរបបយោធាសាជាថ្មីរីឯរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបកភូមិใจថៃមានអាសន្ន70ក្នុងរដ្ឋសភាដែលជាគណៈបករួមរដ្ឋាភិបាលជាមួយលោកស្រីផែថងឋានដែរនោះបានចេញលិខិតភ្លាមសូមដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដោយយកមូលហេតុលើការបែកធ្លាយសារសម្លេងនោះផងដែរលោកអនុทิនឆានវីរៈគុលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានបកភូមិใจថៃបានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពេលកំពុងរៀបចំសម្ភារៈចាក់ចេញពីក្រសួងមហាផ្ទៃថាលោកសម្រេចចិត្តចាក់ចេញហើយរដ្ឋមន្ត្រីមកពីគណៈបកភូមិใจថៃ7ទីនាក់ទៀតនិងអនុប្រធានទី2រដ្ឋសភាក៏សម្រេចចិត្តដើរចេញដូចគ្នាចំពោះនាយកឧត្តមសេនីយ៍ប្រាវិតវង្សសុវណ្ណប្រធានគណៈបកកម្លាំងប្រជាពលរដ្ឋដែលជាបកប្រឆាំងមួយមានអាសន្នចំនួន20បានចាត់ទុកលោកស្រីផែថងឋានឆាខ្វះសមត្ថភាពដឹកនាំបង្កឲ្យប្រទេសជាតិខាតបង់និងអាប់អោនហើយគួរតែលាលែងពីតំណែងដើម្បីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនិងកងទ័ពមិនខុសពីលោកប្រាវិតអ្នកស្រីសូដារ៉ាត់កេយុរ៉ាផាន់ជាប្រធានបកថៃសាងថៃមានអាសន្នចំនួន5ក្នុងរដ្ឋសភាបានចាត់ទុកអ្នកស្រីផែថងឋានថាគិតតែប្រយោជន៍ខ្លួនជាជាងប្រយោជន៍ជាតិដូច្នេះគួរតែលាលែងចេញទៅរីឯបករួមថៃសាងជាតិរបស់អតីតនាយករដ្ឋមន្ត្រីប្រាយុទ្ធច័ន្ទអូឆាមានអាសន្ន36ក្នុងរដ្ឋសភានិងជាបករួមរដ្ឋាភិបាលជាមួយបកភឿថៃរបស់លោកស្រីផែថងឋានដែរនោះបានចេញសេចក្តីថ្លែងការណ៍ថាបកខ្លួនប្រកាន់ចំហមុតមមលើការការពារអធិបតេយ្យជាតិការពារផលប្រយោជន៍ជាតិធំជាងរឿងដទៃទាំងអស់ចំពោះសមាជិកព្រឹទ្ធសភាដែលមិនមានបកនយោបាយវិញក៏បង្ហាញឆន្ទៈមិនខុសគ្នានោះដែរពីក្រុមសមាជិករដ្ឋសភាមកពីបកនានាអ្នកស្រីណាន់ថាណាណាន់ថាក់វ៉ារ៉ូផាតសមាជិកព្រឹទ្ធសភាក្រុមអាជីពសារព័ត៌មានបានថ្លែងចំពោះមុខអ្នកសារព័ត៌មានជាច្រើនឲ្យអ្នកស្រីផែថងឋានតពូនខុសត្រូវដែលលាលែងពីតំណែងរីឯគណៈកម្មាធិការកិច្ចការយោធានិងសន្តិសុខរដ្ឋរបស់ព្រឹទ្ធសភាថៃបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសលើសារសម្លេងនោះហើយទាមទារឲ្យបើកការស៊ើបអង្កេតលើអ្នកស្រីផែថងឋានឲ្យបានឆ្មត់ឆ្វាត់ទៀតក្រៅពីនោះក្រុមបាតិកោអាវលឿងបានចេញមុខប្រកាសថាក្រុមខ្លួននឹងធ្វើបាតិកម្មនៅមុខវិមានរដ្ឋាភិបាលនៅថ្ងៃប្រហ័សទី19ខែមិថុនានេះទាមទារឲ្យអ្នកស្រីផែថងឋានចុះចេញពីតំណែងផងដែរ